អូនទន្សាយអើយកុំបារម្ភធ្វេខ្ញុំមិនធ្វើបាបឯងទេតែឯងទៅរកចំណីមកឲ្យយើងស៊ីទើបយើងមិនធ្វើអីឯងយើងមិនចង់ស៊ីឯងទេបើសិនជាឯងរកចំណីមកឲ្យយើងស៊ីរាល់ថ្ងៃនោះខ្ញុំអាណិតបងណាស់អញ្ចឹងខ្ញុំប្រាប់បងយកទៅបន់ចុះការពិតទៅស្ដេចតោនោះធ្វើអីយើងមិនកើតទេស្ដេចតោនោះមានរបួសជើងអញ្ចឹងមិនសំបីតដើររួចស្ដេចតោយ៉ាយមិនក៏មិនឃើញអញ្ចឹងតើស្ដេចតោទៅណាទៅហាឬមួយស្ដេចតោបានជាពីរបួសហើយរឿងលក្ខកាមានស្ដេចតោមួយក្បាលដែលមានអំណាចណាស់ស្ដេចតោនោះតែងតែដើរចាប់សត្វព្រៃផ្សេងយកមកធ្វើជាចំណីរបស់ខ្លួនព្រោះស្ដេចតោនោះរត់លឿនខ្លាំងណាស់នៅក្រោមដើមឈើនេះពិតជាត្រជាក់មែនថ្ងៃនេះរោគសត្វព្រៃផ្សេងមកធ្វើជាចំណីមិនបានសោះមិនដឹងថាពួកគេទៅលាក់ខ្លួននៅឯណាអស់ទេហើយរំពេចនោះស្រាប់តែមានមេឃឈើធ្លាក់ចុះមកហើយស្ដេចតោបានព្យាយាមរត់ក៏បានធ្លាក់ចំជើងអូយឈឺណាស់មេឃឈើនេះពិតជាចង្រៃមែនបើជើងខ្ញុំបែបនេះតើខ្ញុំអាចប្រមាញ់សត្វបានយ៉ាងម៉េចកើតខ្ញុំប្រហែលជាដាច់ពោះស្លាប់ហើយមើលទៅមានទន្សាយមួយក្បាលបានដើរមិនប្រយ័ត្នក៏មកបុកនឹងស្ដេចតោស្ដេចតោសុំកុំសេខ្ញុំអីខ្ញុំមិនទាន់ចង់ស្លាប់ទេស្ដេចតោក៏បានគិតគុំថាឡើយដេញចាប់សត្វខ្ញុំគ្រាន់តែដើរមិនចង់រួចផងតែមើលទៅវាប្រហែលជាមិនដឹងទេមានតែប្រើល្បិចអូប្អូនទន្សាយអើយកុំបារម្ភធ្វេខ្ញុំមិនធ្វើបាបឯងទេតែឯងទៅរកចំណីមកឲ្យយើងស៊ីទើបយើងមិនធ្វើអីឯងបានខ្ញុំនឹងរកចំណីឲ្យស្ដេចតោកុំអារម្មណ៍អីបើអញ្ចឹងឯងទៅចោទន្សាយបានចាក់ចេញទៅមានជាមួយក្បាលបានដើរមកជួបស្ដេចតោទៀតនៅពេលជាមឃើញស្ដេចតោជាមភ័យញ័ររត់ក៏មិនរួចលោកបងតោអើយសូមលោកបងកុំស៊ីខ្ញុំអីខ្ញុំចង់រស់នៅបន្តទៀតយើងមិនចង់ស៊ីឯងទេបើសិនជាឯងរកចំណីមកឲ្យយើងស៊ីរាល់ថ្ងៃនោះហាពិតមែនទេបងតោមែនហើយយើងមិននិយាយលេងទេចាប់តាំងពីពេលនេះបើសិនជាសត្វណារកចំណីមកឲ្យយើងនោះយើងនឹងឈប់ស៊ីពួកគេហើយតែបើសិនជាមិនយកមកឲ្យនោះយើងនឹងស៊ីពួកគេបើសិនជាយើងប្រទះបានស្ដេចតោខ្ញុំនឹងទៅរកចំណីឲ្យបងរាល់ថ្ងៃណាបងដំណឹងដែលស្ដេចតោមិនស៊ីសត្វដែលយកចំណីមកឲ្យនោះបានលេចឮពេញព្រៃពិតជាអញ្ចឹងមែនទេមែនហើយបងពស់ខ្ញុំបានជួបគាត់ផ្ទាល់បើសិនជារឿងនេះមិនពិតទេនោះខ្ញុំដែលមកឈរនិយាយបានទេមែនហើយខ្ញុំក៏បានជួបគាត់ផ្ទាល់ដូចគ្នារឿងនេះជារឿងពិតបើអញ្ចឹងយើងឆាប់នាំគ្នាទៅរកចំណីឲ្យស្ដេចតោទៅសត្វទាំងឡាយបាននាំគ្នាយកចំណីទៅឲ្យស្ដេចតោស្ដេចតោខ្ញុំបានយកត្រីមកច្រើនណាស់មកជូតស្ដេចតោចំណែកខ្ញុំវិញរកបានតែកង្កែបបន្តិចបន្តួចទេខ្ញុំវិញមានការ៉ុតនិងបន្លែផ្សេងខ្ញុំវិញបានប្រមាញ់សត្វមួយចំនួនយកមកឲ្យស្ដេចតោដែរពិតជាល្អណាស់សម្រាប់បន្លែយើងមិនចេះស៊ីនោះទេតែទុកថាជាបង្អែមលាងមាត់ក៏បានដែរស្ដេចតោមិនដែលខ្វល់ខ្វាយពីការស៊ីចុកនោះទេព្រោះថាសត្វផ្សេងយកចំណីឲ្យមិនចេះខ្វះទន្សាយមានការចម្លែកក្នុងចិត្តព្រោះស្ដេចតោមិនដែលដើរទៅណានោះទេក៏ចូលមកលួចសួរស្ងាត់ស្ដេចតោខ្ញុំមានការចម្លែកក្នុងចិត្តណាស់ហេតុអីបានជាស្ដេចតោមិនដែលដើរទៅណាអញ្ចឹងដោយសារតែយើងខ្ជិលដើរហើយណាមួយសត្វផ្សេងយកចំណីមកឲ្យយើងខ្លាចរកមិនឃើញ
រឿងហ្នឹងស្ដេចតោកុំអារម្មណ៍អីស្ដេចតោគួរទៅរកកន្លែងណាដែលអាចជ្រកខ្យល់ជ្រកភ្លៀងទៅព្រោះរដូវវស្សាជិតមកដល់ហើយស្ដេចតោកុំនៅទីនេះរហូតអី មិនអីទេយើងដឹងថាត្រូវធ្វើយ៉ាងណាហើយ បើស្ដេចតោមានរឿងអីលាក់ក្នុងចិត្តនោះស្ដេចតោអាចនិយាយប្រាប់ខ្ញុំបាន ស្ដេចតោបានគិតក្នុងចិត្តបើសិនជាប្រាប់វាទៅក៏មិនខាត់បងអីដែរព្រោះវានេះមិនអាចរកសាច់ឲ្យយើងស៊ីផងយើងប្រាប់ឯងទៅចុះតែឯងកុំយករឿងនេះទៅប្រាប់គេផ្សេងឲ្យសោះណារឿងនេះដឹងតែយើងពីរនាក់បានហើយ បានខ្ញុំនឹងលាក់ការនេះឲ្យចិត្តឆឹង តាមពិតទៅយើងមានរបួសជើងយើងមិនអាចដើរបានទេ អូការពិតគឺអញ្ចឹងទេអាតោនេះវាកំពុងតែបោកប្រាស់សត្វគ្រប់គ្នាតា យើងបានប្រាប់ការពិតទៅឯងហើយអញ្ចឹងឯងកុំយករឿងនេះទៅប្រាប់អ្នកណាឲ្យសោះ ស្ដេចតោកុំអារម្មណ៍អី ដោយសារតែឯងបានដឹងរឿងរបស់យើងអញ្ចឹងឯងមិនចាំបាច់រកចំណីមកឲ្យយើងទេព្រោះថាឯងរកអីក៏មិនបានផងទុនសាយមានការសប្បាយចិត្តណាស់ព្រោះថាគេនឹងមិនរវល់ដើររកចំណីឲ្យស្ដេចតោទៀតបងទុនសាយរួចទៅណាអត់រកចំណីឲ្យស្ដេចតោទេ គឺខ្ញុំមិនបានទៅរកទេ ណែបើសិនជាមិនទៅរកនោះស្ដេចតោច្បាស់ជាចាប់ពងហែកស៊ីមិនខានទេ អើយវាមិនអាចធ្វើឲ្យខ្ញុំបានទេ អូមិនអាចធ្វើអីបងទន្សាយបាន អូ គឺថាខ្ញុំរកចំណីឲ្យស្ដេចតោមិនបានត្រឹមតែបន្លែអញ្ចឹងស្ដេចតោមិនប្រកាន់ខ្ញុំទេ បើដឹងអញ្ចឹងខ្ញុំរកតែបន្លែវាចប់បាត់ហើយមិនដូចបងទេស្រួលណាស់ខ្ញុំវិញមួយថ្ងៃមិនថ្ងៃមិនដែលបានសម្រាកទេរវល់តែរកចំណីឲ្យស្ដេចតោនឹងតែបើមិនរកស្ដេចតោនឹងចាប់ខ្ញុំហែកស៊ីហើយ ពិតជាគួរឲ្យអស់សំណើចណាស់ យីមិនបានបងទន្សាយសើចខ្ញុំអញ្ចឹង ខ្ញុំអាណិតបងណាស់អញ្ចឹងខ្ញុំប្រាប់បងយកទៅបន់ចុះការពិតទៅស្ដេចតោនោះធ្វើអីយើងមិនកើតទេ ថាម៉េចបងនិយាយបានន័យថាម៉េច ស្ដេចតោនោះមានរបួសជើងអញ្ចឹងមិនសំបីតដើររួច អូការពិតទៅស្ដេចតោនោះបោកប្រាស់ពួកយើងសោះ មែនហើយបងអញ្ចឹងសូមបងរក្សារឿងនេះកុំឲ្យគេផ្សេងដឹង បាទបងខ្ញុំនឹងរក្សារឿងនេះស្វាបានតែជួបនឹងជាម បងស្វាទើបយកចំណីឲ្យស្ដេចតោមែនទេ អូថ្ងៃនេះអត់បានទៅរកឲ្យស្ដេចតោទេ មិនអញ្ចឹងបងប្រយ័ត្នស្ដេចតោហាយបងធ្វើជាចំណីទៅណា ណែខ្ញុំប្រាប់បងជៀមឯងចុះបងជៀមឯងទៅតែរក្សាការសម្ងាត់ណាការពិតទៅស្ដេចតោនោះដើរមិនរួចទេគេមានរបួសជើង អូអញ្ចឹងតើបានជាស្ដេចតោមិនដើរទៅណាសោះដោយសារតែអញ្ចឹងឯងហី ត្រូវហើយតែបងត្រូវរក្សាការសម្ងាត់នេះណា ខ្ញុំនឹងរក្សាការសម្ងាត់នេះ ជៀមបានដើរទៅជួបនឹងពស់ បងជាមអត់ទៅរកចំណីឲ្យស្ដេចតោទេខ្ញុំមិនបានទៅរកទេណាមួយស្ដេចតោមិនចេះស៊ីចំណីដែលខ្ញុំរកទេហើយថ្ងៃនេះខ្ញុំរកកង្កែបមិនបានសោះបងអើយមិនបាច់រកទេដោយសារតែស្ដេចតោនោះធ្វើអីយើងមិនកើតទេធ្វើអីមិនកើតទេតើបងបានន័យថាម៉េចស្ដេចតោនោះរបួសជើងដើរមិនរួចផងតែខ្ញុំប្រាប់តែឯងម្នាក់ទេណាកុំប្រាប់អ្នកដទៃឲ្យសោះបានខ្ញុំនឹងមិនប្រាប់អ្នកណាទេ ដោយពស់ជាសត្វតែមិនចេះលាក់ការពស់ក៏បាននិយាយប្រាប់គេគ្រប់គ្នាសត្វទាំងឡាយបានដឹងរឿងហើយក៏លែងយកចំណីឲ្យស្ដេចតោទៀតមិនបានជាមិនមានអ្នកណាយកចំណីឲ្យយើងអញ្ចឹងឬមួយរឿងដែលយើងមានរបួសជើងនោះបានបែកការអស់ហើយ បងទុនសាយទៅណានឹងខ្ញុំទៅរកចំណីនឹងណាបងទៅរកចំណីឲ្យស្ដេចតោមែនបងកុំទៅរកអីហេតុអីទៅដោយសារតែស្ដេចតោនោះគឺមានរបួសជើងអ្នកណាក៏ដឹងគ្រប់គ្នានឹង
ចប់ហើយពេលនេះរឿងដែលខ្ញុំសន្យានឹងស្ដេចតោត្រូវបានបែកការអស់ហើយបើអញ្ចឹងគ្រប់គ្នាឈប់យកចំណីទៅឲ្យស្ដេចតោនោះហើយមែនទេត្រូវហើយស្ដេចតោនោះលែងមានអំណាចហើយអញ្ចឹងយើងនាំគ្នាទៅយកចំណីឲ្យគេធ្វើអីទុកឲ្យស្លាប់នៅទីនេះទៅគិតទៅក៏អាណិតស្ដេចតោដែរប្រហែលជាពេលនេះដាច់ពោះងាប់ហើយមើលទៅត្រូវហើយឲ្យស្លាប់ទៅចុះបើនៅរស់គឺមានតែគ្រោះភ័យដល់ពួកយើងជាមិនខានដោយចង់ដឹងពីស្ដេចតោស្លាប់ឬនៅទុនសាយបានទៅរកស្ដេចតោតែពេលទៅដល់ទុនសាយមិនឃើញស្ដេចតោនោះទេស្ដេចតោយ៉ាយមិនក៏មិនឃើញអញ្ចឹងតើស្ដេចតោទៅណាទៅហាឬមួយស្ដេចតោបានជាពីរបួសហើយបើអញ្ចឹងអើយពិតជាសត្វផ្សេងច្បាស់ជាមានគ្រោះថ្នាក់ហើយរួមទាំងខ្ញុំផងដែរជាមកំពុងតែដើរស្រាប់តែប្រទះនឹងស្ដេចតោហាស្ដេចតោមិនបានជាឯងមកនៅទីនេះគឺយើងមករកឯងនឹងហើយមករកខ្ញុំអីអូយឬមួយស្ដេចតោដូចអ្វីដែលយើងបាននិយាយពីមុនចឹងបើសិនជាអ្នកណាមិនរកចំណីឲ្យយើងនោះយើងនឹងស៊ីអ្នកនឹងចុះក្រែងស្ដេចតោមានរបួសជើងអីអាមិនបានជាចង់ណែយើងជាយូរហើយតែយើងខ្ជិលដើរប្រមាញ់ស្ដេចតោក៏បានហក់ទឹកខាំជាមយកមកធ្វើជាចំណីនៅពេលនោះរឿងទាំងអស់គឺមកពីអត្តស័យនោះយើងនឹងទៅរកវាហែកជា10ជំរាកស្ដេចតោបានទៅរកទុនសាយស្ដេចតោនៅទីនេះសោះខ្ញុំខំតដើររកស្ដេចតោនេះខ្ញុំរកត្រីបានច្រើនណាស់កុំយកត្រីប៉ុណ្ណឹងមកលួងយើងនោះខ្ញុំពិតជាបានយកត្រីនេះទៅរកស្ដេចតោមែនប៉ុន្តែខ្ញុំឮថាសត្វគ្រប់គ្នាលែងរកចំណីឲ្យស្ដេចតោហើយរឿងគ្រប់យ៉ាងគឺមកពីឯងនឹងឯងក្បត់សន្យាអូខ្ញុំមិនបានក្បត់ពាក្យសន្យាទេស្ដេចតោហើយខ្ញុំក៏មិនបានប្រាប់អ្នកណាដែរមិនបានជាគេដឹងរឿងនេះប្រហែលជាមានគេលួចស្ដាប់ឮហើយអូប្រហែលហើយយើងវិសនឹងធ្វើខុសចំពោះឯងស្ដេចតោខ្ញុំឃើញសត្វមួយក្បាលធំណាស់ដែលជាប់អន្ទាក់ពិតមែនអីឆាប់នាំយើងទៅរកទៅទុនសាយបាននាំស្ដេចតោទៅកន្លែងមួយឯណាសត្វដែលឯងថានោះមិនយើងមិនឃើញស្ដេចតោឆាប់ដើរទៅខាងមុខទៅស្ដេចតោបានដើរទៅមុខស្រាប់តែធ្លាក់ចូលក្នុងរណ្ដៅអើយមានរឿងអីកើតឡើងហ្នឹងខ្ញុំនាំបងមករកសត្វធំដែលជាប់អន្ទាក់នៅក្នុងនឹងហើយឯណាមិនក៏យើងមិនឃើញអញ្ចឹងគឺជាឯងនឹងហើយអាតោល្ងងឯងនៅក្នុងនឹងទៅណែឯងកុំតន់ទៅណាឆាប់មកជួយយើងផងកុំតន់ទៅណាឆាប់មកជួយយើងផងបើជួយឯងយើងមានតែល្ងងរឿងសម្ងាត់នឹងបង្ហាញចេញមកនៅថ្ងៃណាមួយអ្នកទាំងអស់គ្នានៅពេលនេះយើងមានគ្នាច្រើនណាស់ដូច្នេះយើងត្រូវតែសាមគ្គីគ្នាពិតមែនហើយពីមុនមានគ្នាតិចទេតែពេលនេះមានច្រើនណាស់ពិតជាគួរឲ្យខឹងមែនពួកសត្វស្លាប់ទាំងអស់នេះមករស់នៅលើដើមឈើហើយធ្វើឲ្យទឹកស្រះរបស់យើងមានក្លិនស្អុយបែបនេះយើងទៅតែកម្ចាត់ពួកគេចេញយីមិនបានជាមានភ្លើងនៅក្នុងស្រះទឹកអញ្ចឹងភ្លើងនេះមិនមែនជាភ្លើងធម្មតាទេឆាប់នាំគ្នាចាក់ចេញពីទីនេះទៅជប់សិនអ្នកទាំងអស់គ្នាកុំអាលជ្រួលច្បល់អីមើលទៅភ្លើងនេះដូចជាភ្លើងធម្មតាសោះហ្នឹងប្រហែលជាសេកនេះមានបំណងអ្វីហើយបានជាចង់ឲ្យពួកយើងចាក់ចេញនោះរឿងនាគកំណាចកាលកន្លងទៅមានសត្វស្លាបជាច្រើនបានទៅរស់នៅដើមឈើធំមួយក្បែរស្រះទឹកហើយក្នុងស្រះទឹកនោះគឺមាននាគកំណាចរស់នៅទីនោះផងដែរ
អ្នកទាំងអស់គ្នាពួកយើងរស់នៅទីនេះមានក្តីសុខណាស់ហើយមិនមានអ្វីមករំខាននោះទេពិតមែនហើយយើងរស់នៅសុខសប្បាយណាស់ហើយដើមឈើនេះមានផ្លែជាច្រើនឲ្យពួកយើងឆីទៀតដោយពពួកសត្វស្លាបរស់នៅទីនោះនឹងបានបន្តបងដាក់ស្រះយីពួកសត្វស្លាបទាំងអស់នេះមករស់នៅក្បែរស្រះទឹករបស់យើងហើយថែមទាំងធ្វើឲ្យទឹករបស់យើងកាន់តែកខ្វក់ទៀតពិតជាគួរឲ្យខឹងមែនយើងចង់តែចេញទៅកម្ចាត់ពួកគេចោលទេពពួកសត្វស្លាបជាច្រើនបានមករស់នៅលើដើមឈើនោះកាន់តែច្រើនទៅអ្នកទាំងអស់គ្នានៅពេលនេះយើងមានគ្នាច្រើនណាស់ដូច្នេះយើងត្រូវតែសាមគ្គីគ្នាពិតមែនហើយពីមុនមានគ្នាតិចទេតែពេលនេះមានច្រើនណាស់បាក់សាបាក់សីនៅលើដើមឈើនោះមានគ្នាកាន់តែច្រើនស្រះទឹកសម្បូរទៅដោយលិមួកសត្វនាគកំណាចមានការខឹងជាខ្លាំងពិតជាគួរឲ្យខឹងមែនពួកសត្វស្លាបទាំងអស់នេះមករស់នៅលើដើមឈើហើយធ្វើឲ្យទឹកស្រះរបស់យើងមានក្លិនស្អុយបែបនេះយើងទៅតែកម្ចាត់ពួកគេចេញនាគកំណាចក៏បានប្រែក្រឡាជាភ្លើងនៅក្បែរដើមឈើនោះយីមិនបានជាមានភ្លើងនៅក្នុងស្រះទឹកអញ្ចឹងមែនហើយពិតជាគួរឲ្យចម្លែកណាស់អ្នកទាំងឡាយខ្ញុំយល់ថានេះប្រហែលជាមានរឿងមិនល្អហើយរឿងមិនល្អយ៉ាងម៉េចទៅភ្លើងនេះមិនមែនជាភ្លើងធម្មតាទេឆាប់នាំគ្នាចាក់ចេញពីទីនេះទៅមិនបានជាចង់ឲ្យយើងចាក់ចេញនៅទីនេះមានក្តីសុខស្រួលសោះគ្រាន់តែភ្លើងប៉ុណ្ណឹងវាមិនអាចធ្វើអីយើងបានទេភ្លើងនេះអាចសម្លាប់ពួកយើងបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចាក់ចេញបើពុំនោះទេយើងច្បាស់ជាស្លាប់មិនខានឡើយហាពិតមែនទេអញ្ចឹងពួកយើងឆាប់នាំគ្នាចាក់ចេញទៅជប់សិនអ្នកទាំងអស់គ្នាកុំអាលជ្រួលច្បល់អីមើលទៅភ្លើងនេះដូចជាភ្លើងធម្មតាសោះហ្នឹងប្រហែលជាសេកនេះមានបំណងអ្វីហើយបានជាចង់ឲ្យពួកយើងចាក់ចេញនោះយើងគ្មានបំណងអ្វីក្រៅពីរក្សាសុវត្ថិភាពអ្នកទាំងអស់គ្នាទេតែយើងមិនជឿដោយសារតែមានបាក់សីជាច្រើនមករស់នៅទីនេះហើយឯងពិបាករកអាហារហើយមើលទៅស្រេចតែឯងគិតទៅចុះបើសិនអ្នកណានៅទីនេះច្បាស់ជាមានគ្រោះថ្នាក់អ្នកណាដែលជឿខ្ញុំមកតាមខ្ញុំចុះសូមកុំទៅតាមគេអីគេមានបំណងមិនល្អទេសត្វស្លាបមួយចំនួនបានទៅតាមសេកនិងសត្វស្លាបមួយចំនួនបានរស់នៅលើដើមឈើនោះតាមសត្វក្អែកភ្លើងបានរីកធំជាងមុនធ្វើឲ្យឆេះសត្វស្លាបដែលរស់នៅលើដើមឈើនោះអ្នកមានបញ្ញាគួរចេះប្រុងប្រយ័ត្ននិងរកផ្លូវដោះស្រាយទុកជាមុននឹងឲ្យគ្រោះភ័យធ្លាក់មកដល់ខ្លួន